Pun taoយើងទៅកាត់សក់ឲ្យប្រសាទទៀតដែរបងប្អូនអើយថ្ងៃនេះគឺថាមួយម្នាក់គឺថាសង្ហាតែម្ដងបងប្អូននេះបងប្អូនតាមបងប្អូនអ្នកប្រសាទ សក់ដែលយើងអត់ មកគាត់ដល់តែសង្ហាដែរអ្នកបងប្អូននេះកាត់មុនទេគេមុនដាល់ហីមុនដាល់អត់បដូរ style ម្ដងហីឆ្លាយដល់ដាក់កំណត់នេះមករមមកគឺថាដូចតំណែងហ្មងបងប្អូនតើបងប្អូនតើឥឡូវបន្តទៅយើងសំឡេងសំណាលហើយក៏ដូចជានិយាយលេងជាមួយបងប្រុសហើយគឺយើងធ្វើសកម្មភាពយើងកាត់ណាបងប្អូនណាថ្ងៃនេះអើយបងប្អូនគាត់កំងឲ្យយើងកាត់សក់មុតលងសុងជើងទៀបចឹងណាបងប្អូនហ្នឹងហើយដោយសារអើយគាត់ទម្លាប់តែកាត់មុតសក់លងសុងចឹងបងប្អូនណាមួយឲ្យគាត់លេងពុកមុតផ្សេងគឺគាត់អត់ស្រឡាញ់ចឹងបងប្អូនដោយសារគាត់ពេញចិត្តតែមុតលងសុងបុរាណខ្មែរចឹងទៅបងប្អូនហ្នឹងហើយបាទអើយបងប្អូនសក់គាត់គឺក្រាស់មែនទេបងប្អូនណាបងប្អូនមើលជាក់ស្ដែងបានឃើញពីក្បាលដើមវីដេអូដំបូងហ្នឹងបងប្អូនឃើញថាក្រាស់មែនទេតែម្ដងបងប្អូនហ្នឹងហើយណាមួយសក់គាត់រួមមែនទេបងប្អូនសក់នេះគឺថារៀងពិបាកកាត់ដែរបងប្អូនវាផ្ចិតផ្ចាំទេបងប្អូនវាខ្លាចចេញតំណអីចឹងណាបងប្អូនណាហ្នឹងហើយបាទអញ្ចឹងទេបើថាមួយគាត់កំងអីយើងកាត់តែគាត់ទៅបងប្អូនយើងបីរឹងទៅខ្ញុំគាត់ទេបងប្អូនគាត់ថាយើងឲ្យយោបល់គាត់ខ្លះដែរអញ្ចឹងណាបងប្អូនណាថាគាត់កាត់ចឹងសមអីចឹងទៅបងប្អូនបើថាយើងឲ្យយោបល់ហើយបើថាគាត់អត់ព្រមទេគឺហ្នឹងហើយគឺយើងបដ ாய் តាមភ្ញៀវអតិជនដែលគាត់កំងយើងទៅបងប្អូនហ្នឹងហើយព្រោះអីក៏គាត់គឺជាភ្ញៀវយើងអញ្ចឹងដូចថាបើយើងអត់ធ្វើតាមទេគឺលើក្រោយគឺគាត់អាចនឹងមិនមកទៀតអញ្ចឹងបងប្អូនអញ្ចឹងទេក៏យើងធ្វើតាមគាត់ទៅបងប្អូនភាគច្រើនគឺកន្លែងខ្ញុំច្រើនតែសួរឲ្យយោបល់គាត់ចឹងបងប្អូនបើថាគាត់មិនព្រមហើយគឺខ្ញុំកាត់តាមតម្រូវចិត្តគាត់កំងអញ្ចឹងទៅបងប្អូនត្រូវមិនត្រូវអីស្អាតនេះគឺគាត់អ្នកទទួលខុសត្រូវខ្លួនឯងបងប្អូនបាទអញ្ចឹងមិនថាណាបងប្អូនមុតសក់មួយរើសមុខគាត់ណាបងប្អូនមិនមែនថាឃើញមុខឃើញពួកតារារដាគេកាត់ហើយយើងឃើញថាយើងកាត់ទៅសមដូចគេទេបងប្អូនអត់ទេបងប្អូនណាយើងអើយមើលបានច្បាស់លាស់បងប្អូនយើងមើលឲ្យមើលទៀតមើលថាមុខយើងសមអត់សក់នឹងអញ្ចឹងណាបងប្អូនហើយតិចបងប្អូនថាអើយមុខគាត់រៀងផាត់ទៅកាត់ PM កាត់អត់សមទេបងប្អូនហ្នឹងហើយបងប្អូនសម័យនេះហើយគេដែរកាត់ PM បងប្អូនមិនអត់គេទុកសក់ដល់លេខចូលឆ្នាំទុកលេងពណ៌លេងអីបងប្អូនចិត្តចូលឆ្នាំហ្នឹងណាបងប្អូនណាបងប្អូនណាត្រូវការសេវាកម្មដាក់ពណ៌សក់បាក់ដៃឆាប់មកដាក់អីចិត្តដល់ថ្ងៃខ្ញុំបិទទេណាបងប្អូនណាហ្នឹងហើយគឺមកមុនគឺបានដាក់តែម្ដងបងប្អូនអញ្ចឹងទេក៏សូមផ្ដាំដាក់បងប្អូនគឺឆាប់រត់មកដាក់បងប្អូនហ្នឹងហើយបងប្អូនយើងបែរអារម្មណ៍ទៅមើលសកម្មភាពខ្ញុំកាត់ឲ្យបងប្រុសវិញម្ដងបងប្អូនហ្នឹងហើយអើយបងប្អូនផ្នែកពីមុខនោះគឺគាត់ឲ្យយើងយកត្រឹមចាំអញ្ចឹងបងប្អូនហើយផ្នែកពីលើនោះគឺគាត់ឲ្យយើងជ្រាបតិចមកបងប្អូនអត់យកច្រើនពេកទេបងប្អូនដោយសារគាត់ស្រឡាញ់មុតសក់លងសុងគឺត្រូវការវែងចំហៀងយកទុកយកគ្រឿងក្រាស់អញ្ចឹងបងប្អូនសាំគាត់មកឲ្យសាំដែរបងប្អូននឹងគាត់ឲ្យប្របីតិចអញ្ចឹងណាបងប្អូនដោយសារគាត់ស្រឡាញ់សក់បងប្អូនហ្នឹងហើយមិនថាគេមិនថាខ្ញុំទេបងប្អូនស្រឡាញ់សក់ដូចគ្នាគ្រាន់តែសក់ខ្ញុំរៀងស្ដាងអញ្ចឹងទៅក៏មើលតែឃើញអត់សង្ហាដូចគេអញ្ចឹងណាបងប្អូនណាបងប្អូននេះគឺជាសមិទ្ធផលដែលយើងទទួលបានបងប្អូនឃើញថាសង្ហាមែនទែនតែម្ដងបងប្អូនជឿជាក់ឡើងមកអេមហ្មងបងប្អូនមួយសក់លងសុងបុរាណខ្មែរយើងអញ្ចឹងហ្មងណាបងប្អូននេះឃើញថាសង្ហាតែម្ដងបងប្អូន